ព្រះអង្គសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូនិងបងប្អូនដែលកំពុងទស្សនានៅវីដេអូនេះខ្ញុំបាទឈ្មោះមកវិបុលខ្ញុំឈ្មោះយូណាស្លាវីយ៉ាខ្ញុំបាទឈ្មោះមេកស៊ីសានិងខ្ញុំឈ្មោះយ៉ាងសិដ្ឋាពួកយើងទាំងអស់គ្នាគឺជានិស្សិតនៃបារដំងប្រវត្តិវិទ្យាឆ្នាំទី3មកពីមហាវិទ្យាល័យសង្គមសាស្ត្រមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលនៅក្នុងថ្ងៃនេះផងដែរក្រុមរបស់យើងខ្ញុំគឺមានតួនាទីនៅក្នុងការសិក្សាស្រាវជ្រាវមួយដែលនៅក្នុងមុខវិជ្ជាប្រវត្តិសិល្បៈនិងស្ថាបត្យកម្មដែលបង្រៀនដល់លោកគ្រូលេខសេរងហើយប្រធានបទរបស់ពួកយើងគឺនិយាយអំពីប្រាសាទប្រធានទឹកឆានាងខ្ញុំយូណាស្លាវីយ៉ាដែលនៅក្នុងថ្ងៃនេះផងដែរខ្ញុំនឹងមកបកស្រាយអំពីទីតាំងនៃប្រាសាទខ្ញុំបាទមកវិបុលនឹងមកបកស្រាយអំពីប្រវត្តិនៃប្រាសាទនាងខ្ញុំឈ្មោះយ៉ាងសិដ្ឋាគឺមានតួនាទីបកស្រាយនិយាយអំពីប្លង់នៃប្រាសាទខ្ញុំបាទមេកស៊ីស្អាតដែលនឹងធ្វើការបកស្រាយអំពីសិល្បៈនៃប្រាសាទឈ្មោះវ៉ាស្ទើតែមកបកស្រាយទៅនឹងទេវកថាបដិមានិងសេចក្តីសន្និដ្ឋានរបស់បាទសូមអរគុណចង់ដឹងថាតើនៅក្នុងប្រាសាទនេះមានលក្ខណៈទីតាំងនិងប្រវត្តិសាស្ត្រយ៉ាងដូចម្តេចខ្លះយើងចូលទៅទស្សនានៅក្នុងវីដេអូទាំងអស់គ្នាសម្រស់ទឹកឆាចំការមៃសាក់ស្រូបខ្យល់ទៅជាងប្របមាត់គង្គារំលឹកត្រីកោស្រងស្រោបគុនធារំលឹកត្រីកោស្រងស្រោបគុនធាប្រាសាទព្រះធាតុទឹកឆាមានទីតាំងស្ថិតនៅភាគកណ្ដាលនៃប្រទេសកម្ពុជាស្ថាបត្យកម្មមួយនេះគឺជាស្ថាបត្យកម្មមុនអង្គរដែលស្ថិតនៅក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី1ប្រាសាទព្រះធាតុទឹកឆាជាប្រាសាទដែលចំណាស់មួយនៅក្នុងចំណោមប្រាសាទជាច្រើនផ្សេងទៀតស្ថិតនៅក្នុងខេត្តកំពង់ចាមពលគឺប្រាសាទនេះស្ថិតនៅចន្លោះភូមិពីរគឺរវាងភូមិថ្មដាឃុំបឹងណយនិងភូមិថ្មីឃុំក្រូចស្រុកព្រៃឈរខេត្តកំពង់ចាមកំពង់ឈរបានបង្អួតសម្រស់យ៉ាងស្រស់ញញឹមនារដូវភ្លៀងធ្លាក់ទន្ទឹមរង់ចាំនៅភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាមានចម្ងាយមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញពលគឺប្រមាណ100គីឡូម៉ែត្រតែប៉ុណ្ណោះនៅក្នុងរយៈចម្ងាយមួយនេះផងដែរភ្ញៀវទេសចរអាចត្រូវចំណាយពេលប្រមាណជា2ម៉ោងទើបធ្វើដំណើរទៅដល់ចំណុចគោលដៅនៃប្រាសាទប្រសិនបើគេចេញដំណើរពីទីក្រុងភ្នំពេញនោះអ្នកដំណើរនឹងត្រូវចាប់ផ្ដើមនៅលើផ្លូវជាតិលេខ5ជិះតាមដងទន្លេសាបរហូតទៅដល់ចំណុចស្ពានព្រែកក្តាមអ្នកដំណើរត្រូវឆ្លងដងទន្លេសាបតាមរយៈស្ពាននេះនោះយើងនឹងធ្វើដំណើរទៅតាមផ្លូវជាតិលេខ61វិញម្ដងបន្តដំណើរទៅមុខទៀតប្រមាណជា16គីឡូម៉ែត្រនោះអ្នកដំណើរនឹងមកដល់រង្វង់មូលមួយហៅថារង្វង់មូលថ្នល់កែងចំណុចរង្វង់មូលនេះផងដែរប្រសិនបើអ្នកដំណើរចេញដំណើរពីដំបូងនៅលើផ្លូវជាតិលេខ6នោះក៏គង់តែមកដល់រង្វង់មូលថ្នល់កែងនេះដែរមកដល់ត្រង់ចំណុចនេះយើងនឹងត្រូវធ្វើដំណើរនៅលើផ្លូវជាតិលេខ6បន្តរហូតទៅដល់ចំណុចរង្វង់មូលស្គន់យើងនៅតែបត់ដំណើរនៅតាមផ្លូវជាតិលេខ6នេះដដែលបន្តដំណើរពីរង្វង់មូលស្គន់នេះប្រមាណជា15គីឡូម៉ែត្រនោះយើងនឹងមកដល់ផ្លូវកែងរវាងផ្លូវជាតិលេខ6និងផ្លូវទឹកសពមកដល់ត្រង់ចំណុចនេះអ្នកដំណើរត្រូវបត់ចូលតាមផ្លូវលេខ60ដែលគេបានដាក់ស្លាកបញ្ជាក់ថារមណីយដ្ឋានប្រាសាទព្រះធាតុទឹកឆាធ្វើដំណើរតាមផ្លូវ60អមដល់ទេសភាពបៃតងយ៉ាងស្រស់បំព្រងនារដូវវស្សាប្រមាណជា7គីឡូម៉ែត្រនោះយើងនឹងមកដល់ចំណុចផ្សារមួយហៅថាផ្សារអ្នកតាស្នឹងត្រង់ចំណុចផ្សារនេះនឹងមានផ្លូវកែងមួយអ្នកដំណើរត្រូវបត់មកខាងស្ដាំដៃដើម្បីឆ្ពោះទៅរកគោលដៅនៃប្រាសាទធ្វើដំណើរពីកែងនេះប្រមាណជា5គីឡូម៉ែត្រអមដោយផ្ការីកស្គុះស្កៀតឲ្យស្រស់បំព្រងដែលអ្នកភូមិដាំដើម្បីលម្អមុខផ្ទះនោះនឹងធ្វើឲ្យអ្នកដំណើរចាប់ចិត្តនៅទិដ្ឋភាពដ៏ស្រស់ត្រកាលមួយនេះ
រវល់តើជប់ចិត្តនៅទេសភាពតាមដងផ្លូវតើប្រមាណនាទីពីផ្សារអ្នកតាស្នឹងនោះយើងនឹងមកដល់ចំណុចនៃវត្តប្រាសាទទឹកឆាចូលតាមច្រកវត្តនេះយើងនឹងមកដល់ចំណុចគោលនៃប្រាសាទព្រះធាតុទឹកឆានេះតែម្ដងប៉ុន្តែប្រសិនបើអ្នកចេញដំណើរពីទីរួមខេត្តកំពង់ចាមមកទីតាំងប្រាសាទវិញមានចម្ងាយតែ39គីឡូម៉ែត្រតែប៉ុណ្ណោះដែលអ្នកចាប់ផ្ដើមចេញដំណើរនៅលើផ្លូវជាតិលេខ7បន្តដំណើររហូតទៅដល់ផ្សារព្រៃតទឹងត្រង់ចំណុចផ្សារនេះនឹងមានផ្លូវកែងរវាងផ្លូវជាតិលេខ7ផ្លូវ60និងផ្លូវលេខ70អ្នកដំណើរត្រូវចូលតាមផ្លូវជាតិលេខ60បន្តដំណើរទៅមុខប្រមាណជា37គីឡូម៉ែត្រយើងនឹងមកដល់ចំណុចផ្សារអ្នកតាស្នឹងត្រង់ចំណុចនេះយើងនឹងធ្វើដំណើរតាមការរៀបរាប់ដូចខាងដើមនោះយើងនឹងទៅដល់ចំណុចនៃប្រាសាទព្រះធាតុទឹកឆានេះតែម្ដងប្រាសាទព្រះធាតុឬវត្តព្រះធាតុទឹកឆានៅត្រង់កន្លែងទឹកឆានេះបើតាមឈ្មោះបុរាណនៃប្រាសាទហៅថាគុកព្រះធាតុឬវត្តព្រះធាតុពាក្យទឹកឆានេះទៀតក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីដែរគឺមានតាំងពីយូរណាស់ហើយទើបបានជាមានជាប់នៅក្នុងសៀវភៅសាលាចរិតនៃប្រទេសកម្ពុជារបស់លោក George Sade ដែលសរសេរកំណត់ឈ្មោះកន្លែងនេះថាវត្តព្រះធាតុនៅទឹកឆាប្រាសាទព្រះធាតុទឹកឆានេះមានពីរគឺគុកធំនិងគុកតូចដែលគុកតូចនេះស្ថិតនៅផ្នែកខាងជើងប្រហែលជា350ម៉ែត្រពីគុកធំឬគេស្គាល់គ្រប់គ្នាថាប្រាសាទព្រះធាតុទឹកឆាសពថ្ងៃសូមបញ្ជាក់ផងដែរថានៅក្នុងវីដេអូនេះយើងខ្ញុំនឹងលើកយកតែគុកធំមកបកស្រាយតែប៉ុណ្ណោះប្រាសាទព្រះធាតុទឹកឆានេះមានរឿងព្រេងមួយដំណាលថាកាលពីព្រេងនាយមានបពុប្រុសស្រីពីរក្រុមបានប្រឡងប្រជែងគ្នាក្រុមប្រុសដឹកនាំដោយលោកតានុនហើយក្រុមស្រីដឹកនាំដោយលោកយាយហោមលោកតានុននិងលោកយាយហោមពួកគាត់បានភ្នាល់គ្នាថាបើតានុនអាចចេញព្រែកមួយពីបឹងទឹកឆាទៅឲ្យដល់គុកយាយហោមដែលស្ថិតនៅជាប់នឹងទន្លេអ៊ុំចម្ងាយ11គីឡូម៉ែត្រពីទឹកឆាឈ្នះក្រុមស្រីរបស់គាត់យាយហោមនឹងយកតានុនមកធ្វើជាប្តីហើយនឹងប្រគល់គុកយាយហោមឲ្យទៅតានុនគ្រប់គ្រងតែប្រសិនបើក្រុមប្រុសចាញ់តានុនត្រូវប្រគល់គុកធំឬបោះប្រនុននេះឲ្យទៅបពួកយាយហោមរស់នៅពេលជិះព្រែកនោះពួកប្រុសចាញ់ស្រីហើយសពថ្ងៃមាននៅសល់ស្លាកស្នាមព្រែកតូចមួយរបស់ក្រុមស្រីជិះនោះដែលបែកចេញពីទិសខាងលិចនៃតួប៉មគុកធំប្រនុនក្រោយពីតានុនប្រគល់ប្រាសាទទៅឲ្យលោកយាយហោមរួចហើយគាត់បានប្រមូលបពួកប្រុសរបស់ខ្លួនទៅរស់នៅជាប់មាត់បឹងនៃប្រាសាទប្រុសតែទន្ទឹមនឹងនោះពួកស្រីប្រុសភ្នាល់គ្នាក្នុងការកសាងប្រាសាទទាំងពីរនោះតែពួកប្រុសសង់ចាញ់ស្រីដូច្នេះហើយបានជានាំគ្នាឲ្យមានឈ្មោះប្រាសាទស្រីឬគុកធំមានទំហំធំជាងប្រាសាទប្រុសឬគុកតូចនោះឡើងខ្ញុំបាទសូមស្លេះត្រឹមតែប៉ុណ្ណេះតើតើនឹងរឿងព្រេងនិទានយើងឃើញថារឿងព្រេងខ្មែរដែលមានលំនាំឲ្យមនុស្សស្រីមានប្រៀបទៅលើបុរសដោយនឹងរឿងព្រេងខាងដើមនេះមានច្រើនណាស់នៅក្នុងសង្គមខ្មែរដោយករណីរឿងភ្នំប្រុសភ្នំស្រីនៅខេត្តកំពង់ចាមរឿងបារាយខាងលិចនិងបារាយខាងកើតនៅខេត្តសៀមរាបជាដើមហើយរឿងព្រេងនេះទៀតសោតគឺតែងតែកើតមាននៅក្នុងតំបន់ដែលមានទីសក្ការៈពីរនៅកន្លែងតែមួយមិនអាចបកស្រាយតាមការស្រមើស្រមៃប្រាសាទដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុកគឺសុទ្ធសឹងតែមានប្រវត្តិនៃការសាងសង់ដ៏មហស្ចារ្យដើម្បីដឹងពីប្រវត្តិនៃការសាងសង់របស់ដូនតានោះគឺមានប្រភពតែមួយគត់ដែលសំខាន់បំផុតនោះគឺសិលាចារឹកនេះទៀតសោតមិនត្រឹមតែបង្ហាញពីដំណើរការនៃការសាងសង់ប្រាសាទប៉ុណ្ណោះទេថែមទាំងបង្ហាញនៅស្ថានភាពភូមិសាស្ត្រនយោបាយនិងការធ្វើអំណោយផ្សេងនាសម័យនោះថែមទៀតផងមិនខុសពីប្រាសាទនានាប្រាសាទព្រះធាតុទឹកឆាក៏មានសាលាច្រឹកបញ្ជាក់ពីប្រវត្តិនៃការសាងសង់ដែរពោលគឺប្រាសាទព្រះធាតុទឹកឆាមានសាលាច្រឹកចំនួន4ផ្ទាំងដែលបានចុះលេខនិងសិក្សារួចរាល់មានដូចជាសាលាច្រឹកកា87
ការ 88 ការ 89 និងការ 702 និងសាលាច្រឹកមួយផ្ទាំងទៀតដែលមិនទាន់បានសិក្សានិងចុះលេខច្បាស់លាស់បច្ចុប្បន្នស្ថិតនៅទីតាំងប្រាសាទយើងខ្ញុំនឹងលើកយកសាលាច្រឹកតែមួយផ្ទាំងតែប៉ុណ្ណោះដើម្បីបកស្រាយអំពីប្រវត្តិរបស់ប្រាសាទនោះគឺសាលាច្រឹកការ 702 ដែលមានការរៀបរាប់ពីដំណើរការនៃការសាងសង់ប្រាសាទក្បោះក្បាយជាងសាលាច្រឹក3ផ្ទាំងឯទៀតសាលាច្រឹកនេះសពថ្ងៃត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរជាតិភ្នំពេញដែលមានលេខសារពើព័ន្ធ D61 វាជាសាលាច្រឹកមួយដ៏ល្អផ្ចិតផ្ចង់ផ្ទៃខាងមុខធំប្រហែល1ម៉ែត្រគុណ 0.50 ម៉ែត្រមានចម្លាក់ក្រឡោតទាបដែលបង្ហាញពីព្រះគណេអង្គុយលម្អដោយចម្លាក់នៅផ្នែកខាងក្រោមនៃផ្នែកទី1សាលាច្រឹកនេះនៅល្អហើយសរសេរដោយលក្ខណៈផ្ចិតផ្ចង់បំផុតជាមួយនឹងលំនាំអក្សរយ៉ាងស្អាតដូចពុម្ពនៅផ្នែកខាងមុខមាន23បន្ទាត់ជាភាសាសំស្ក្រឹតហើយផ្នែកខាងក្រោយមាន2បន្ទាត់ជាភាសាសំស្ក្រឹតនិង14បន្ទាត់ទៀតជាភាសាខ្មែរអត្ថបទជាភាសាសំស្ក្រឹតចាប់ផ្ដើមបន្ទាត់ដំបូងជាពាក្យរាយនិងអត្ថន័យមានការគោរពចំពោះព្រះឥសូរនិងការសច្ចាទៅកាន់ព្រះបាទសូរ្យវរ្ម័នទី1 6គាថាដំបូងបួងសួងចំពោះព្រះឥសូរព្រះនរាយណ៍ព្រះព្រំឧមាភិរតេលក្ស្មីនិងស្ដេចតាមរយៈសាលាច្រឹកមួយផ្ទាំងនេះនឹងបើកចំហឲ្យយើងមុជឲ្យជ្រៅទៅឲ្យឆ្ងាយដឹងពីប្រវត្តិសាស្ត្រដ៏យូរអង្វែងនៅទីកន្លែងនេះអត្ថបទសាលាច្រឹកនេះមានសេចក្តីថាទីកន្លែងប្រាសាទប្រធានទឹកឆាននេះកសាងឡើងចាប់ពីឆ្នាំ947នៃសកៈពោលគឺត្រូវនឹងឆ្នាំ1025នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1កាលនោះព្រះរាជាទ្រង់សពព្រះរាជហឫទ័យប្រោសព្រះរាជទានតាមសេចក្តីក្រាបទូលបង្គំស្នើអំពីអ្នកប្រាជ្ញម្នាក់ឈ្មោះចង្ឃៀលហើយដែលមានសន្មតនាមមួយទៀតថាលក្ស្មិន្ទ្របណ្ឌិតលោកចង្ឃៀលនោះបានរកឃើញទីដីមួយកន្លែងក្នុងតំបន់មួយហៅថាសិទ្ធិបុរៈដែលត្រូវនឹងកន្លែងទឹកឆាននេះសពថ្ងៃមានទំនងស្រឡះស្រឡំល្អហើយក៏ទូលស្នើចំពោះព្រះរាជាសូមទីនេះធ្វើជាអារាមសម្រាប់ធ្វើសក្ការៈបូជាចំពោះសាសនាព្រាហ្មណ៍ដោយថ្វាយទាំងសេចក្តីព្រៀងសពគ្រប់សម្រាប់រៀបចំកន្លែងនេះទុកជាស្នាដៃដ៏សំខាន់ផងគ្រានោះព្រះបាទសូរ្យវរ្ម័នទី1ព្រះអង្គទ្រង់ប្រោសព្រះរាជាអនុញ្ញាតទៅតាមសេចក្តីស្នើសុំព្រមទាំងប្រទាននៅទ្រព្យសម្បត្តិជាច្រើនទៀតដើម្បីជាមធ្យោបាយក្នុងការកសាងបណ្ឌិតចង្ឃៀលឬលក្ស្មិន្ទ្របណ្ឌិតចាប់ធ្វើកិច្ចស្ថាបនាភូមិឡើងនៅឆ្នាំ1025នៃគ្រិស្តសករាជទៅតាមកម្លាំងព្រះរាជទ្រព្យនិងតាមប្រាជ្ញារបស់លោកក្នុងការបញ្ចុះបញ្ចូលរកជំនួយអំពីអ្នកស្រុកលុះត្រាតែបានហើយស្រេចសពគ្រប់តាមគម្រោងដែលដាក់ថ្វាយព្រះរាជាទ្រង់តោតគឺនៅក្នុងប្រាសាទគុកធំមានតម្កល់សេវលឹង្គមាសមួយនៅតម្កល់សន្មតលឹង្គនោះថាស្រីភទ្រេស្វរៈនិងទេវរូបពីរអមសងខាងមួយនាមថាបរមេស្វរៈមួយទៀតមាននាមថាសារៈស្វតិនៅចំពីមុខទិសខាងកើតមានគុហាមួយជាទេវស្ថានមានទំហំតូចដែលសពថ្ងៃយើងឃើញបាក់ធ្លាក់ថ្មកោជាគំនរកប់ក្នុងព្រៃក្បែរប្រឡាយទឹកនៅសល់តែសុំទ្វារមួយប៉ុណ្ណោះស្ថាបត្យករបានចាត់ឲ្យគេចេញស្រះមួយយ៉ាងធំទូលាយនៅចំហៀងខាងស្ដាំនៃប្រាសាទឲ្យនាមថាលក្ស្មិន្ទ្រដាហើយប្រឌិស្ថានលឹង្គមាសមួយតម្កល់នៅចំស្រះព័ទ្ធជុំវិញនៃបរិវេណនេះមានការរៀបចំបានជាស្រុកភូមិមួយយ៉ាងស្រុកស្ដំដោយប្រជុំអ្នកស្រុកជិតខាងឲ្យមករស់នៅកកកគ្នានៅក្នុងសម័យនោះក្រោយដែលរៀបចំរួចស្រេចលក្ស្មិន្ទ្របណ្ឌិតបាននាំព័ត៌មានចូលក្រាបបង្គំទូលព្រះបាទសូរ្យវរ្ម័នទី1ព្រះអង្គទ្រង់ស្ដេចយាងប្រារព្ធពិធីសម្ពោធទីកន្លែងនោះយ៉ាងមហាឧឡារិកក្នុងឆ្នាំ947សកៈពលគឺត្រូវនឹងឆ្នាំ1025
25នៃគ្រិស្តសករាជនៅក្នុងព្រះរាជពិធីសម្ពោធនេះព្រះរាជាទ្រង់ប្រុងប្រទាននៅធនធានជាប្រដាប់ប្រើប្រាស់ពួកពលព្រះ29នាក់ដីស្រែនៅជុំវិញប្រាសាទនិងស្រះទឹកនេះទាំងអស់ព្រមទាំងទីលានធំៗសម្រាប់ប្រារព្ធពិធីឬគ្រឿងលម្អទុកជាទ្រព្យផ្ទាល់នៃប្រាសាទនេះផងមិនត្រឹមតែប៉ុណ្ណោះព្រះអង្គទ្រង់ប្រោសព្រះរាជទាននាមទីកន្លែងនោះថាលក្ស្មិន្ទ្របថដោយទៅតាមនាមបណ្ឌិតដែលជាអ្នកកសាងនោះចំណុចដែលនិយាយពីដីនិងប្រាសាទជាកន្លែងដែលថ្កុំថ្កើងរបស់ព្រះបាទសូរ្យវរ្ម័នទី1ដែលលោកមិនទាន់បានឡើងសោយរាជ្យនៅអង្គរនៅឡើយអ្នកដែលលោកឲ្យដីគឺអ្នកចេះដឹងជាបណ្ឌិតតាមសាលាច្រឹកដែលមានតាមប្រាសាទគុកធំនិងគុកតូចយើងអាចសន្និដ្ឋានបានថាទីកន្លែងនោះនិងប្រាសាទភាគច្រើនគឺស្ថិតនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1តែពេលនោះព្រះអង្គមិនទាន់បានសោយរាជ្យនៅអង្គរនៅឡើយទេព្រោះក្នុងរវាងដើមសតវត្សទី11ស្ដេចដែលសោយរាជ្យនៅអង្គរមាននាមថាជ័យវីរៈវរ្ម័នប្រហែលជាទីកន្លែងប្រាសាទទឹកឆាននេះជាកន្លែងចាប់ផ្ដើមបង្កើតកម្លាំងរបស់ព្រះបាទសូរ្យវរ្ម័នទី1ដំបូងបំផុតរបស់ព្រះអង្គទឹកឆាននេះវាមិនត្រឹមតែទឹកបឹងធម្មតាទេគឺមាននតាដែលមនុស្សគោរពហើយប្រាសាទទឹកឆាននេះវាមានការគោរពដែលតាក់ទងទៅនឹងបឹងទឹកឆាព្រោះមនុស្សសម័យបុរាណតែងតែគោរពលើដីទួលភ្នំនិងទឹកជាធំដែលអាចសន្និដ្ឋានបានថាប្រាសាទនេះត្រូវបានប្រជាជនគោរពផងហើយក៏មានការគោរពលើបឹងនេះផងដែលមានបញ្ជាក់នៅក្នុងសាលាច្រឹកការ89ចំពោះប្លង់នៃប្រាសាទបើលោកអ្នកទៅដល់ទីតាំងប្រាសាទផ្ទាល់ពិតណាស់គឺយើងមើលមិនដឹងអំពីប្លង់ប្រាសាទនោះទេក៏ដោយសារតែប្រាសាទគឺមានសភាពបាក់បែកខ្លាំងពោលគឺយើងឃើញត្រឹមតែទូប៉មមួយនៅកណ្ដាលប៉ុណ្ណោះដែលបានរក្សាស្ថានភាពរហូតដល់ពេលបច្ចុប្បន្នប្លង់នៃប្រាសាទនេះយើងដឹងតាមរយៈលោកអៃម៉ូឌីញ៉េនិងលោកលុយណេតដេឡាសងគីយ៉េដែលគាត់បានសិក្សាស្រាវជ្រាវអំពីប្រាសាទនេះហើយលក្ខណៈប្រាសាទនេះគឺមានលក្ខណៈបែបព្រាហ្មណ៍សាសនាហើយប្រាសាទនេះមានប្លង់ជារាងចតុកោណកាយនិងបែរមុខទៅទិសខាងកើតមានបណ្ដោយពីលិចទៅកើតប្រវែង160ម៉ែត្រនិងពីជើងទៅត្បូងប្រវែង45ម៉ែត្រប្រាសាទនេះមានកំពែង2ជាន់ធ្វើអំពីថ្មបាយក្រៀមចន្លោះរវាងកំពែងទី1ទៅកំពែងទី2មានប្រវែង7ម៉ែត្រហើយសភាពបច្ចុប្បន្ននៃប្រាសាទនេះគឺមានសភាពបាក់បែកច្រើនចំពោះអពីកើតទៅលិចគឺចែកប្រាសាទនេះមិនស្មើគ្នាដូច្នេះនាំឲ្យទូប៉មកណ្ដាលដែលធ្វើអំពីឥដ្ឋស្ថិតនៅជិតគោបរៈខាងកើតជាងគោបរៈខាងលិចហើយចម្ងាយពីទូប៉មកណ្ដាលនៅគោបរៈខាងកើតមានចម្ងាយប្រមាណជា44ម៉ែត្រប្រវែងទូប៉មកណ្ដាលទៅគោបរៈខាងលិចមានប្រវែង50ម៉ែត្រចំណែកឯអទតឹងនៃទូប៉មកណ្ដាលពីជើងទៅត្បូងគឺវាចែកប្រាសាទនេះជាពីរស្មើគ្នាពីទូប៉មកណ្ដាលទៅកំពែងខាងជើងមានប្រវែងប្រមាណ22ម៉ែត្រនិងទៅខាងត្បូងមានប្រវែងប្រមាណ22ម៉ែត្រដែរលក្ខណៈបែបនេះបានបណ្ដាលឲ្យទីធ្លាខាងមុខមានលក្ខណៈចង្អៀតព្រោះនៅសេសសល់បន្ទប់តូចៗជាច្រើននិងបានអាឡ័យចំណែកឯនៅទីធ្លាខាងក្រោយទូប៉មកណ្ដាលមានភាពទូលាយព្រោះគ្មានបន្ទប់តូចៗនិងមានប្រវែងវែងបើប្រៀបធៀបទៅនឹងគោបរៈខាងលិចលក្ខណៈដូចនេះហើយដែលបច្ចុប្បន្ននេះយើងឃើញមានវិហារតូចមួយដែលធ្វើអំពីឈើដែលជាវិហារវត្តទឹកឆានាពេលបច្ចុប្បន្នបើតាមលោកអៃម៉ូនីញ៉េនៅក្នុងបរិវេណនៃប្រាសាទមានសំណង់បន្ទប់តូចៗជាច្រើនខ្លះធ្វើអំពីឥដ្ឋនិងមួយផ្នែកធំទៀតធ្វើអំពីថ្មបាយក្រៀមកំពែងក្រៅបំផុតជាជាងធ្វើអំពីថ្មបាយក្រៀមដែលបិទលាតសន្ធឹងរហូតដល់ផ្នែកខាងលិចនៃទូប៉មកណ្ដាលនៅចំទូប៉មកណ្ដាលនៃកំពែងនីមួយៗមានច្រកចូលឆ្ពោះទៅទូប៉មកណ្ដាលប៉ុន្តែរាល់សំណង់ទាំងអស់នោះត្រូវបាក់ធ្លាក់កោលើគ្នាបើតាមលោកលុយណេតដុល្លារសង្ឃីយ៉េក៏បានពិពណ៌នាថានៅតាមបណ្ដោយច្រកចូលខាងកើតជាប់នឹងទូប៉មកណ្ដាលដែលធ្វើអំពីឥដ្ឋនោះមានរីកជាជញ្ជាំងធ្វើអំពីថ្មបាយក្រៀមរាង4ជ្រុងទ្រវែងមានកម្ពស់ប្រមាណជា2ម៉ែត្រសប្តាហ៍ថ្ងៃអគារទាំងពីរនេះគឺនៅសល់រូបរាងច្បាស់លាស់ល្អនៅជួរផ្នែកខាងជើងចំណែកជួរផ្នែកខាងត្បូងត្រូវរលំបាក់កោលើគ្នាទាំងអស់ហើយនៅទីកន្លែងអគាររាង4ជ្រុងទ្រវែងនេះមានសល់គល់សសរបញ្ឈរដែលប្រហែលជាត្រូវសម្រាប់ដំបូលហើយសសរនោះមានរាង4ជ្រុងធ្វើអំពីថ្មបាយក្រៀមនៅផ្នែកខាងក្រោមមានឆ្លាក់ជាក្បាច់ខ្សែសំណង់អគារនេះបែរមុខទៅទិសខាងកើតហើយបន្តពីនេះមានសសរតម្រៀបគ្នាលើចេញជាពីរជួររហូតទៅដល់គោបរៈខាងកើតនៃកំពែងទី1
ជួរសសរនេះវានៅសល់តែរូបរាង4ជ្រុងធ្វើអំពីថ្មបាយក្រៀមហើយប្រហែលជាមានទូនាទីសម្រាប់ត្រូវគ្រឿងដំបូលដែលធ្វើអំពីឈើតែបច្ចុប្បន្ននេះវាគ្មានស្លាកស្នាមអ្វីឡើយហើយនៅក្នុងបរិវេណនៃប្រាសាទនេះគេមានឃើញស្នាមនិងទូប្រាសាទជាច្រើននៅទីនោះប៉ុន្តែនៅមានស្លាកស្នាមមួយច្បាស់ល្អៗគឺទូប៉មកណ្ដាលដែលគេសាងសង់អំពីឥដ្ឋរាង4ជ្រុងស្មើបែរមុខទៅខាងកើតហើយសប្តាហ៍ថ្ងៃនេះផ្នែកខាងលើដែលជាដំបូលបានបាក់បែកអស់សប្តាហ៍ថ្ងៃនេះដំបូលត្រូវបានជំនួសប្រក់ដោយស័ង្កសីដែលមានលក្ខណៈសមរម្យទូប្រាសាទឥដ្ឋនេះខាងក្រៅមានប្រវែង7ម៉ែត្រក្នុងមួយជ្រុងហើយជ្រុងខាងក្នុងមានប្រវែង8ម៉ែត្រហើយជញ្ជាំងខាងក្នុងមិនឃើញមានការតុបតែងលម្អឬក៏ចម្លាក់អ្វីទេហើយកម្ពស់ពីដីទៅកន្លះឥដ្ឋមួយយ៉ាងធំមានប្រវែង3ម៉ែត្រប្រហែលសម្រាប់ដាក់ពិដានធ្វើអំពីឈើនៅផ្នែកខាងក្រៅជ្រុងខាងជើងខាងត្បូងនិងខាងលិចមានការលម្អដោយជ្រាបបញ្ឆោតហើយសន្លឹកទ្វាររាងផតចូលក្នុងតែធ្វើអំពីឥដ្ឋនិងរៀបយ៉ាងរាបស្មើបំផុតគ្មានការលម្អក្បាច់អ្វីទេនៅជ្រុងខាងមុខគេមិនឃើញមានការលម្អអ្វីក្រៅពីស្នាមជាប់ប្រហោងធំៗដែលប្រហែលបង្ហាញអំពីគោលគំនិតសំខាន់នៃក្បាច់ធម្មតានៅផ្នែកខាងលើឃើញមានក្បាច់ខ្សែនៅខាងក្នុងនៃក្បាច់ជញ្ជាំងខាងលើគ្មានសសរដំបូលរាងកោងទេនៅក្នុងបរិវេណខាងក្នុងមើលមិនឃើញគំនរឥដ្ឋមានតែរូបព្រះពុទ្ធចូលនិព្វានមួយអង្គនៅចំកណ្ដាលនៅច្រកចូលខាងកើតមាននៅសល់សសរពេជ្ររាងមូល2ដែលទ្រផ្ដែរទ្វារមួយតែទីតាំងនៃផ្ដែរនិងសសរពេជ្រនេះមិនស្ថិតនៅចំជ្រុងនៃជញ្ជាំងខាងក្រៅដោយប្រាសាទដទៃទៀតទេគឺផុតចូលទៅក្នុងសាច់ជញ្ជាំងប្រមាណ 0.6 ម៉ែត្រនៅជ្រុងខាងក្រៅនៃទឹកខាងលិចមាននៅសល់ក្បាច់ភ្ញីដែលគេឆ្លាក់នៅលើជញ្ជាំងឥដ្ឋតែផ្នែកខ្លះមានការរលុបមើលមិនច្បាស់ល្អនៅជ្រុងខាងជើងនៅជាប់នឹងដីមានឃើញស្នាមបង្ហូរទឹកចេញពីទូប្រាសាទដែលមានលក្ខណៈជាស្ពូនត្រូនីហើយតាមការសន្និដ្ឋានរបស់លោក Leonel de la Sonquille អំពីទូប្រាសាទកណ្ដាលនេះថាក្រោយពីការរលំនៅផ្នែកណាមួយរបស់ទូប្រាសាទនេះកំទេចឥដ្ឋទាំងអស់នោះប្រហែលជាគេយកចេញទៅសាងសង់ទប់តូចៗដទៃទៀតដែលស្ថិតនៅក្នុងបរិវេណនោះព្រោះឃើញមានស្នាមទូពីឥដ្ឋខ្លះនៅក្បែរនោះហើយនៅមានសមិទ្ធកម្មមួយទៀតដែលថាសំណង់នេះគឺធ្វើមិនទាន់រួចរាល់ព្រោះរបៀបសាងសង់នៅជ្រុងផ្នែកខាងកើតនិងខាងលិចរាងស្ដើងហើយផ្នែកខាងលើតធ្លាក់ទី1ប្រហែលជាគេសម្រាប់ធ្វើដាក់ដំបូលធ្វើអំពីឈើបន្ទាប់មកគេសាងសង់ដំបូលរាងកោងឡើងទៅបន្តទៀតតាមការសង្កេតលក្ខណៈនៃសំណង់ទូប៉មកណ្ដាលនេះយើងឃើញថាផ្នែកខាងក្នុងជញ្ជាំងមានលក្ខណៈខុសពីជញ្ជាំងខាងក្រៅគឺការរៀបឥដ្ឋមិនស្មើគ្នានឹងទំហំរាងតូចៗនៅចុងបញ្ចប់នៅខាងលើនៃជញ្ជាំងខាងក្នុងគេប្រហែលជាសម្រាប់ដាក់ធ្នឹមធ្វើអំពីឈើគឺមានកម្រាស់ក្រាស់ខិតទៅជញ្ជាំងខាងក្រៅដូច្នេះតាមលក្ខណៈនេះប្រហែលជាជញ្ជាំងខាងក្នុងនេះរៀបក្រោយចំណុចមួយទៀតគឺទីតាំងនៃផ្ដែរទ្វារនិងសសរពេជ្រស្ថិតនៅផតចូលខាងក្នុងខុសពីលក្ខណៈនៃប្រាសាទនានាដែលឥដ្ឋដែលគេរៀបតាមស៊ុមទ្វារទៅជញ្ជាំងខាងក្នុងមានរាងកោងហើយស្នាមបង្ហូរទឹកដែលជាស្ពូនត្រូនីនោះគឺមានឃើញតែនៅខាងក្រៅតែខាងក្នុងមិនឃើញមានស្នាមបង្ហូរទឹកនោះទេតាមលក្ខណៈខាងលើនេះប្រហែលជាជញ្ជាំងខាងក្នុងនេះគេកសាងនៅសម័យក្រោយណាមួយយើងឃើញបន្ទប់តូចៗជាច្រើននៅពេលដែលគេសាងសង់នៅក្នុងបរិវេណប្រាសាទស្ថិតនៅកំពែងទី1ប៉ុន្តែបន្ទប់ទាំងនេះមានលក្ខណៈទ្រុឌទ្រោមខ្លាំងនៅសេសសល់តែគ្រឹះប៉ុណ្ណោះបន្ទប់តូចៗរាង4ជ្រុងធ្វើអំពីឥដ្ឋនៅសល់តែគ្រឹះផ្នែកខាងជើងនិងបន្ទប់ដទៃទៀតដែលគេធ្វើអំពីថ្មបាយក្រៀមហើយពីនោះមានបន្ទប់មួយដែលបាក់រលំស្ថិតនៅចន្លោះកំពែងទី1ទី2ហើយស្របគ្នាខាងជើងនៃកុបរៈខាងកើតបន្ទាប់ពីឥដ្ឋតូចៗនោះមានរាង4ជ្រុងស្មើមានប្រវែង 3.45 ម៉ែត្រដំបូលប្រហែលជារាងកោងតែត្រូវរលំបាក់អស់ហើយឥដ្ឋទាំងអស់នោះនៅសល់តែគំនរនៅក្នុងបរិវេណប្រាសាទតែប៉ុណ្ណោះនៅស្របខាងត្បូងនៃទូកណ្ដាលមានអគារតូចមួយរាងទ្រវែងបែរមុខលយទៅរកទូប៉មកណ្ដាលនេះប្រហែលជាមានរាងដំបងកោងហើយសប្តាហ៍ថ្ងៃនេះរលំបាក់ក៏នៅចំកណ្ដាលបន្ទប់ហើយជ្រុងនីមួយៗប្រវែង3ម៉ែត្រកម្ពស់ជញ្ជាំងប្រមាណ 1.1 ម៉ែត្រដែលធ្វើអំពីឥដ្ឋហើយជញ្ជាំងរលំអស់ចំណែកនៅជ្រុងខាងត្បូងឈិងខាងកើតជួបនឹងកុបរៈខាងកើតមានទូប៉មមួយដែលជារាងចតុកោណកែងធ្វើអំពីថ្មបាយក្រៀមតែមានបណ្ដោយប្រវែងប្រមាណជា11ម៉ែត្រនិងទទឹង5ម៉ែត្រហើយមានច្រកចូលពីទិសខាងលិចនៅជាប់ខាងលិចនៃអគារខាងលើនេះមានបន្ទប់តូចមួយទៀតដែលនៅសល់
ចិញ្ចៀងឆោកម្ពស់ប្រមាណជា 1.80 ម៉ែត្រដែលមានឃើញច្រកចូលពីទឹកខាងលិចនៅស៊ុមទ្វារធ្វើអំពីថ្មភក់ដែលរាងជាចំណុចតសក់សម្រាប់ភ្ជាប់គ្នាត្រូវគ្រឿងដំបូលស៊ុមទ្វារនៅផ្នែកខាងត្បូងចារឹកជាអក្សរខ្មែរបុរាណហើយប្រហែលជាអក្សរសម័យអង្គរបន្ទប់នោះមានរាង4ជ្រុងស្មើប្រវែង340 ម៉ែត្រក្នុងមួយជ្រុងនៅតាមជញ្ជាំងទាំង3មានជាប់ប្រហោងតូចៗជាច្រើនសម្រាប់ឲ្យខ្យល់ចេញចូលលក្ខណៈបែបនេះប្រហែលជាបណ្ណាល័យរីឯបន្ទប់តូចៗជាច្រើនស្ថិតនៅជាប់បណ្ណាល័យនោះមានទំហំទើសខុសៗគ្នាដែលមានរាងជាលក្ខណៈគំនរថ្មបាយក្រៀមនិងឥដ្ឋដែលក្នុងនោះគេឃើញមានតែគំនរថ្មមានរូបរាងមិនច្បាស់លាស់ដូច្នេះហើយយើងចោទសួរថាតើបន្ទប់តូចទាំងអស់នោះមានតួនាទីសម្រាប់ធ្វើអ្វីគឺប្រហែលជាមានមុខងារដោយបន្ទប់តូចៗដទៃទៀតដែលគេសាងសង់ក្នុងបរិវេណវត្តសម្រាប់ដាក់ធ្វើជាគ្រឿងសក្ការៈឬក៏ធ្វើកន្លែងសមាធិជាដើមប្រាសាទនេះមានកំពែង2ធ្វើអំពីថ្មបាយក្រៀមកំពែងទី1មានរាងចតុកោណកែងជញ្ជាំងធ្វើអំពីថ្មបាយក្រៀមដែលព័ទ្ធបរិវេណប្រាសាទនេះទាំងអស់លើកលែងតែមានគ្រឹះនៃប្រាសាទតូចមួយដែលរលំអស់នៅសល់តែគ្រឹះប៉ុណ្ណោះស្ថិតនៅចន្លោះកំពែងទី1និងកំពែងទី2នៅស្របពីជើងទៅត្បូងនៃគោបរៈខាងកើតកំពែងទី1នេះមានបណ្ដោយពីលិចទៅកើតប្រវែង70 ម៉ែត្រនិងទទឹងពីជើងទៅត្បូងប្រវែង50 ម៉ែត្រពេលនេះនៅជ្រុងខាងត្បូងនៅមានសភាពល្អនៅសល់ជញ្ជាំងសពថ្ងៃនេះកម្ពស់ប្រមាណជា 0.80 ម៉ែត្រតែវាមានទម្រមិនឈរត្រង់ទេគឺវាមានរាងត្រេតនៅផ្នែកខាងជើងនិងមានសភាពបាក់បែកខ្លាំងនៅសល់តែស្នាមនៃថ្មបាយក្រៀមនៅលើដីតែប៉ុណ្ណោះរីឯកំពែងទី2ធ្វើអំពីថ្មបាយក្រៀមផងដែរនោះស្ថិតនៅកំពែងទី1វាមានជ្រុងតែ2ប៉ុណ្ណោះដែលគេសាងសង់ឡើងត្រឹមត្រូវគឺនៅជ្រុងខាងត្បូងនិងខាងលិចនៅឯជ្រុងខាងជើងនិងខាងកើតវាហាក់ដូចជាគ្រាន់តែត្រូវបានគេតម្រៀបមានលក្ខណៈបំរុងតែប៉ុណ្ណោះហើយគេមិនឃើញមានគោបរៈនៅកំពែងទី2ទេក្រឡេកទៅមើលគោបរៈខាងកើតនៃកំពែងទី1គឺនៅមានទ្រង់ទ្រាយច្បាស់លាស់ល្អបន្តិចហើយវាមានរាងជាកាកបាទនិងមានជណ្ដើរនៅចំកណ្ដាលគឺមានសេសសល់លក្ខណៈជាបង្អួច2នៅសងខាងច្រកចូលហើយយើងឃើញមានសសរថ្មបាយក្រៀមរាង4ជ្រុងនៅបញ្ឈរជាជួរនៅកសសរនោះមានឆ្លាក់ក្បាច់ខ្សែពីមុនប្រហែលសសរនេះសម្រាប់ក្នុងការត្រដំបូលរាងកោងតែដំបូលនេះសពថ្ងៃមានភាពបបែកអស់គោបរៈនេះស្ថិតនៅចំកណ្ដាលនៃជ្រុងខាងកើតនៃកំពែងទី1ហើយផ្លូវចូលស្ថិតនៅចំអនៃទ្វារទូប៉មកណ្ដាលហើយច្រកដើរនឹងសសរជញ្ជាំងនៅអមផ្លូវតូចនោះគេមិនឃើញមានការតុបតែងលម្អឬក៏ទេវរូបឬក៏ក្បាច់ផ្កាភ្ញីអ្វីឡើយក្រោមពីគោបរៈខាងកើតនៃកំពែងទី1ខាងផ្នែកខាងលិចនៃកំពែងទី1នោះមានគោបរៈផ្នែកខាងលិចដែរតែមិនឃើញមានសេសសល់ផុសតាងអ្វីបានច្បាស់លាស់ប៉ុន្មានទេឃើញមានតែគំនរថ្មកយលើគ្នានៅសងខាងនឹងច្រកផ្លូវចូលតែប៉ុណ្ណោះរីឯគោបរៈខាងលិចកំពែងទី2មានរាងជាកាកបាទដែរវាហាក់ដូចជាកសាងទៅលើទីទួលមួយរាងខ្ពស់បន្តិចហើយមាននៅសល់ចណ្ដាលពីទិសខាងលិចឆ្ពោះទៅទិសខាងកើតចំទូប៉មកណ្ដាលវាស្ថិតនៅចំកណ្ដាលនៃទទឹងកំពែងទី2ដែលមានចម្ងាយពីជញ្ជាំងកំពែងមកគោបរៈនេះប្រហែលជាមានប្រវែង20 ម៉ែត្រហើយនៅចំកណ្ដាលនៃចំណុចប្រសព្វរបស់គោបរៈនេះប្រហែលជាច្រកអាចដើរបានពីទិសខាងជើងនិងខាងត្បូងហើយប្រហែលពីមុនមានជញ្ជាំងនិងដំបូលរាងកោងបើយើងក្រឡេកទៅមើលលើតួប៉មកណ្ដាលដែលរក្សាបាននៅស្ថិរភាពរហូតមកដល់សប្តាហ៍ថ្ងៃអមជាមួយផ្ដែនិងសសរពេជ្រមួយគូស្ថិតនៅខាងមុខនៃច្រកទ្វារចូលតួប៉មប្រាសាទនេះសសរពេជ្រនេះមានរាងមូលខណ្ឌជាផ្នែករាងដូចចិញ្ចៀននៅក្នុងផ្នែកនីមួយៗនោះមានលម្អជាក្បាច់ស្លឹកឈើមានជារំយោលផ្កាធ្លាក់ចុះក្រោមតាមផ្នែកខណ្ឌរាងជាចិញ្ចៀនខ្លះមានឆ្លាក់ជារាងសត្វមកនៅផ្នែកខាងក្រោមហើយផ្នែកក្បាលជារាងស្លឹកឈើតាមការបកស្រាយរបស់អ្នកស្រី Miriel Binisti បានបកស្រាយថាលក្ខណៈសម្គាល់នៃសសរពេជ្រនៅសតវត្សទី7ដែលលេចឡើងនៅក្នុងសិល្បៈខ្មែរគឺមានពីរបែបមួយគឺឆ្លាក់ជាក្បាច់កងដូចបន្ទាយចិញ្ចៀនទី2ការឆ្លាក់ជាក្បាច់បន្ទាយដូចចិញ្ចៀននេះគឺមានន័យថាក្បាច់បែបនេះមិនកើតឡើងនៅក្នុងសម័យសម្បូរព្រះគុកទេគឺកើតឡើងនៅចុងសម័យសម្បូរព្រះគុកលោកបេដូពុនបានបញ្ជាក់ថាលក្ខណៈបែបនេះគឺកើតឡើងនៅក្នុងសម័យក្រោយមកទៀត
ពីការច្នៃប្រឌិតថ្មីដែលក្បាច់នឹងដោយចិញ្ចៀននេះមានឃើញនៅសម័យព្រៃក្មេងបើតាមប្រាសាទរបងមាសព្រៃប្រាសាទនិងប្រាសាទគុកធំនៅកំពង់ចាមដូច្នេះសសរពេជ្រនៅប្រាសាទគុកធំនេះគឺប្រហែលស្ថិតនៅក្នុងសម័យព្រៃក្មេងបើទោះបីជាប្រាសាទមានការកំណត់ការកសាងនាដើមសតវត្សទី11ក៏ដោយតែជាងមានគំនិតទាញយករចនាបថចាស់ៗមកធ្វើសសរពេជ្រតាមការសង្កេតរបស់យើងឃើញថាសសរពេជ្រនេះស្ថិតនៅក្នុងរចនាបថមុនសម័យអង្គរពលគឺស្ថិតនៅក្នុងរចនាបថព្រៃក្មេងនេះក៏ដោយសារតែយើងសំអាងទៅលើទី1សសរពេជ្រមានសន្តានរាងមូលហើយដាច់ចេញពីជញ្ជាំងដែលខុសពីរចនាបថសម័យអង្គរមានលក្ខណៈជ្រុងហើយចុងសម័យអង្គរមានលក្ខណៈជ្រុងហើយជាប់ជញ្ជាំងតែម្ដងទី2ខាងក្រោមក្បាលសសរក្បាច់រំយោលកម្រងមេលាមានបន្ថែមក្បាច់ស្លឹកឈើធ្លាក់ចុះមកដែលមានរង្វាន់ត្រពីក្រោមខុសពីរចនាបថសម្បូរព្រៃគុកដែលរំយោលមេលាមនុស្សជាប្រភេទអង្កាំនិងត្បូងធ្លាក់ចុះមកហើយមិនមានរង្វាន់ត្រទេទី3ផ្នែក1ភាគ2នៃសសរមានរង្វាន់លម្អដោយក្បាច់ស្លឹកឈើនិងផ្កាខ្ញីខុសពីរចនាបថសម្បូរព្រៃគុកដែលត្រង់នេះមានតែរង្វាន់ចិញ្ចៀនលម្អដោយមេដៃប៉ុណ្ណោះទី4ចាប់ផ្ដើមមានបន្ថែមក្បាច់ស្លឹកឈើនៅលើផ្នែក1ភាគ4នៅលើសសរនេះក្នុងរង្វាន់យើងឃើញពីខ្លះផ្នែកខាងក្រោមជាសត្វហើយខាងលើជាស្លឹកឈើដែលរចនាបថមុនមិនមាននោះទេបន្ទាប់ពីពិនិត្យពិច័យរចនាបថសពពេជ្ររួចយើងងើបមកមើលមកខាងលើឃើញមានផ្ដែធ្វើពីថ្មភក់ដែលលម្អដោយក្បាច់រចនាយ៉ាងស្រស់ស្អាតផ្ដែទ្វារជាផ្នែកសំខាន់មួយនៅក្នុងការកំណត់អាយុកាលនៃប្រាសាទគ្រប់ប្រាសាទនានាសម្ភារៈទី1ដែលស្ថាបត្យករខ្មែរតែងតែនិយមជ្រើសរើសយកមកប្រើប្រាស់ក្នុងការតុបតែងលម្អស្នាដៃរបស់ខ្លួនគឺផ្ដែទ្វារផ្ដែគឺស្ថិតនៅខាងលើទ្វារនៃច្រកចូលតាមប្រាសាទនីមួយៗមានរាងចតុកោណកែងដែលខាងលើផ្ទៃរបស់វាមានឆ្លាក់ក្បាច់យ៉ាងប្រណិតដូចជាក្បាច់ភ្ញីឬស្លឹកឈើជួនកាលមានឆ្លាក់រូបមនុស្សផងផ្ដែនៅជាប់ទូប៉មកណ្ដាលប្រាសាទព្រះធាតុទឹកឆាគុកធំរហូតដល់សប្តាហ៍ថ្ងៃនេះរាងចតុកោណកែងធ្វើពីថ្មភក់ពណ៌ប្រផេះនិងត្រដោយសសរពេជ្រ2នៅលើផ្ទៃគឺលម្អដោយក្បាច់សម័យអង្គរនៅចំកណ្ដាលមានរូបព្រះឥន្ទអង្គុយបញ្ឈរជង្គង់ដៃកាន់កេតនភ័ណ្ឌមិនច្បាស់លាស់ប្រហែលជាកាន់លំពែងដៃឆ្វេងច្រត់ទៅលើភ្លឺស្ដាំទ្រង់ជិះលើដំរីមានក្បាលមួយក្បាលដំរីនិងផ្ទៃមុខទេវរូបនោះមានទម្រង់បែរមុខពុកត្រង់ដំរីនោះមានស្លឹកត្រចៀកធំនៅខាងលើនៃដងធ្នូកណ្ដាលមានតុបតែងដោយក្បាច់ជារាងស្លឹកឈើនៅលើកែមខាងក្រៅបំផុតមានឆ្លាក់ជាទេវរូបទូចៗពាក់កណ្ដាលខ្លួននៅជុំវិញលក្ខណៈនៃការតុបតែងលម្អរបៀបនេះនៅក្នុងសតវត្សទី10ពលគឺប្រហែលជាស្ថិតនៅក្នុងរចនាបថប្រែរូបផ្ដែមួយនេះប្រហែលជាមានអន្តរកម្មរវាងរចនាបថកោះកេរនិងប្រែរូបនេះក៏ដោយសារតែយើងសម្គាល់ផ្នែកសំខាន់ដំបូងនោះគឺផ្ដែលែងមានក្បាលសសរដែលខុសពីរចនាបថមុនសតវត្សទី10នេះសុទ្ធតែមានក្បាលសសរបន្ថែមទៀតនោះគឺគម្រោងមែកឈើមានក្បាច់មែកឈើខាងលើនិងខាងក្រោមហើយចុងនៃគម្រោងមែកឈើមូលឡើងលើចំណែកនៅចំកណ្ដាលគម្រោងមែកឈើមានរូបទេវរូបតូចជាងមុនដែលខុសពីកោះកេរមានរូបធំយើងពិនិត្យ
នៅផ្នែកខាងក្រោមក្បាលដំរីនៃផ្តែរនេះឃើញមានស្លឹកឈើរាងដូចចងដោយចិញ្ចៀនដោយលក្ខណៈបែបនេះយើងឃើញច្បាស់នៅក្នុងរចនាបថកោះកេរនេះប្រហែលជាមានអន្តរកម្មរវាងរចនាបថកោះកេរនិងរចនាបថប្រែរូបនេះឯងយើងសម្លឹងទៅមើលផ្នែកកណ្ដាលនៃផ្តែរទ្វារយើងឃើញមានទេពមួយអង្គកំពុងអង្គុយលើក្បាលដំរីដៃខាងស្ដាំកាន់អាវុធដៃខាងឆ្វេងច្រត់លើផ្លូវខាងស្ដាំយើងស្គាល់បានថាជាទេពមួយអង្គនោះគឺព្រះឥន្ទដែលតំណាងឲ្យទេពនៃទិសខាងកើតមូលហេតុដែលនាំឲ្យស្ថាបត្យករខ្មែរឆ្លាក់រូបទេពនេះនៅលើផ្តែរទ្វារនោះក៏ព្រោះតែប្រាសាទនេះតំណាងឲ្យភូមិសាសនាជាក់ស្ដែងយើងឃើញប្រាសាទនេះបែរមុខទៅទិសខាងកើតទេពក្នុងព្រហ្មញ្ញសាសនាមានច្រើនណាស់មិនមែនមានតែព្រះឥន្ទទេចុះហេតុអ្វីបានជាគេលើកយកព្រះឥន្ទមកឆ្លាក់នៅលើផ្តែរទ្វារនៃប្រាសាទនេះនោះប្រហែលជាព្រះឥន្ទពេញនិយមរបស់ស្ថាបត្យកម្មខ្មែរនាពេលនោះនេះគ្រាន់តែជាការប៉ាន់ស្មានរបស់ពួកយើងប៉ុណ្ណោះនៅក្នុងប្រវត្តិសាសនានៃប្រទេសឥណ្ឌារឿងដែលតាក់ទងនឹងព្រះឥន្ទវែងឆ្ងាយណាស់ឯតួនាទីរបស់ព្រះអង្គក៏វិវត្តខ្លះៗទៅតាមសម័យកាលទេពដ៏សំខាន់នេះមានរៀបរាប់នៅក្នុងគម្ពីរឫក្ខវេទមហាភារតរាមាយណៈបុរាណបើយករឿងព្រះឥន្ទនៅក្នុងគម្ពីរទាំងអស់នេះមកសង្ខេបយ៉ាងខ្លីយើងអាចនិយាយបានថាព្រះអង្គជាអតិទេពមានន័យថាទេពដែលសំខាន់ហើយគ្រប់គ្រងលើទេពនិករផ្សេងៗលើឋានសួគ៌ចំណុចដែលគួរឲ្យកត់សម្គាល់ក្នុងគម្ពីរឥណ្ឌាចាស់ៗនោះគឺព្រះអង្គជាទេពធ្វើចម្បាំងជាទេពបង្កទឹកភ្លៀងហើយម្យ៉ាងទៀតជាលោកកបាលប្រចាំទិសខាងកើតទៀតផងជាទូទៅគេបង្ហាញថាព្រះអង្គគង់លើដំរីក្បាល3ដែលមានឈ្មោះថាអៃរវ័នមានប្រហោះ4មួយកាន់ក្របរន្ទះឬវជ្រៈ3ទៀតកាន់វត្ថុផ្សេងដូចជាសាំងធ្នូព្រួញផ្លែសន្ទូចសំណាញ់ជាដើមនៅប្រទេសកម្ពុជាវិញកិត្តិនាមនៃព្រះឥន្ទមានតាំងពីបុរាណកាលមកដល់បច្ចុប្បន្ននេះគឺសំខាន់តាំងពីជំនាន់ព្រាហ្មណ៍រហូតមកដល់សព្វថ្ងៃដែលខ្មែរកាន់ព្រះពុទ្ធសាសនាថេរវាទចម្លាក់រូបព្រះឥន្ទនៅតាមប្រាសាទរាប់ពុំអស់ឡើយរីឯគំនូរនៅតាមវត្តក៏ដូចគ្នាដែរប្រជាប្រិយភាពនេះច្បាស់ជាតាក់ទងទៅនឹងអ្វីមួយដែលមានជំរឿនៅក្នុងជីវិតរបស់ខ្មែរយើងដឹងហើយថាកង្វល់ធំរបស់ប្រជាកសិករនោះគឺទឹកភ្លៀងសម្រាប់ធ្វើស្រែចម្ការហើយខ្ញុំបាននិយាយខាងលើអំបញ្ញមិញថាព្រះឥន្ទជាអ្នកបង្អុរទឹកភ្លៀងខ្ញុំសូមសង្ខេបរឿងឥណ្ឌាមួយយ៉ាងខ្លីដែលតាក់ទងទៅនឹងចំណុចនេះមានអសុរៈមួយឈ្មោះថាវ្រិត្របានប្រមូលយកទឹកមកទុកតែម្នាក់ឯងបណ្ដាលឲ្យកើតគ្រោះរាំងស្ងួតនៅលើដីយល់ហេតុដូច្នោះព្រះឥន្ទក៏យកគ្រាប់រន្ទះចោលទៅលើអសុរៈនោះបង្កើតជាផ្លេកបន្ទូលធ្វើឲ្យអសុរៈនោះស្លន់ស្លោកិច្ចខ្លួនបាត់ទៅរីឯភ្លៀងក៏បង្អុរចុះមកភ្លាមឈុតត្រង់នេះមានបង្ហាញនៅក្នុងសិល្បៈខ្មែរដែរជាពិសេសនៅលើហោជាងមួយនៃប្រាសាទបន្ទាយស្រីភ្លៀងនៅចម្លាក់នេះគេឆ្លាក់ជារាងទឹករលកព្រមទាំងជាបន្ទាត់ឆ្នូតបញ្ឈរត្រង់ឯកាយវិការព្រះឥន្ទក៏តាក់ទងទៅនឹងការចោលគ្រាប់បន្ទះនោះដែររីឯចម្លាក់រូបព្រះឥន្ទសន្ធឹកសន្ធាប់នៅតាមប្រាសាទខ្មែរផ្សេងទៀតទោះជាមិនបង្ហាញឈុតឆាកអំបញ្ញមិញនេះគ្រប់សពក្តីក៏យើងតែងសង្កេតឃើញថាកាយវិការរបស់ទ្រង់ភាគច្រើនបង្ហាញពីការចោលគ្រាប់រន្ទះនេះដែរ
គ្រាន់តែជាឧទាហរណ៍មួយចំនួនតូចប៉ុណ្ណោះព្រោះខ្ញុំនិយាយមកលើកនេះហើយថាចម្លាក់ព្រះឥន្ទមានច្រើនណាស់ប្រការដែលចម្លាក់ភាគច្រើនបង្ហាញពីការចោលគ្រាប់រន្ទះនេះពុំមែនជារឿងចៃដន្យឡើយវាច្បាស់តាក់ទងទៅនឹងនីតិឬក៏តួនាទីដែលថាខ្មែរយល់ថាសំខាន់ជាងគេក្នុងតួអង្គទាំងអស់គឺព្រះឥន្ទពលគឺទឹកភ្លៀងនេះឯងដែលព្រះអង្គបង្អុរចុះមកនោះអំពីបដិមាករប្រាសាទព្រះធាតុទឹកឆាបែកយោងតាមលោក George Cruisler និងលោក Dupont បានឲ្យដឹងថាមានបដិមាករជាច្រើនដែលមានវត្តមាននៅក្នុងប្រាសាទព្រះធាតុទឹកឆានេះពោលគឺទាំងគុកធំនិងគុកតូចបន្ថែមពីនេះយើងអាចដឹងពីបដិមាទាំងអស់នោះតាមរយៈព័ត៌មានសិលាចារឹកមួយចំនួនដូចជាសិលាចារឹក K89 តាមរយៈការបកស្រាយរបស់លោក Etienne Aymonier ថាសិលាចារឹកនេះបានចារពីទេពមួយអង្គនាម Chelake Iswara ដែលស្ថិតនៅប្រាសាទគុកធំមួយវិញទៀតតាមរយៈព័ត៌មានសិលាចារឹក K702 បានបង្ហាញថានៅឆ្នាំ1025នៃគ្រិស្តសករាជលក្ស្មិន្ទ្របណ្ឌិតបានសាងលឹងនាមថាស្រីភទ្រេស្វរៈព្រមទាំងមានទេវរូប2អមសងខាងនោះគឺបរមេស្វរៈនិងសារស្វតិមួយវិញទៀតគេនិយមប្រើថ្មភក់ដើម្បីធ្វើទម្រស្ថានត្រនិត្រទេវរូបនានាបដិមាករបានផ្ដល់ព័ត៌មានសំខាន់មួយចំនួនមិនថានៅក្នុងប្រាសាទព្រះធាតុទឹកឆានេះក្តីឬប្រាសាទនានាក្តីវាជាផ្នែកមួយនៃការផ្ដល់អាយុកាលឬសិល្បៈរបស់ប្រាសាទម្យ៉ាងទៀតការសិក្សាពីផ្នែកបដិមាករអាចជួយឲ្យយើងដឹងអំពីតួនាទីដែលមានពាក់ព័ន្ធទៅលើឥទ្ធិពលរបស់សាសនាមានព្រះពុទ្ធរូបចូលបរិនិព្វានមួយអង្គតម្កល់នៅទួលប៉មកណ្ដាលប្រាសាទនេះនៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់លោក George Cruisler លោកថាព្រះពុទ្ធចូលបរិនិព្វាននៅទួលប៉មកណ្ដាលជាព្រះពុទ្ធរូបនៅសម័យកណ្ដាលនៃសិល្បៈខ្មែរសពថ្ងៃមានតែបដិមាមួយនេះគត់ដែលស្ថិតនៅតាំងប្រាសាទរហូតដល់បច្ចុប្បន្នផ្សេងពីនេះទៀតមានបដិមានាងឧមាបដិមានេះត្រូវបានរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញមានលេខសារពើភ័ណ្ឌលេខក1772រូបទល់ឈរធ្វើពីថ្មភក់នៅផ្នែកខាងលើក្បាលមានពាក់មួកបំពង់ឬរាងស៊ីឡាំងមានដៃ4ដែលតែត្រូវបាក់សម្ពុតមានជារាងហោប៉ៅធ្លាក់ចុះមកខាងមុខហើយសម្ពុតនេះវែងគ្របរហូតដល់ចុងជើងរូបនាងឧមានេះតែម្ដងមានចំហបន្ទន់ចង្កេះមកខាងស្ដាំទ្រង់ជាមហាសីម្នាក់ក្នុងចំណោម9នាក់របស់ព្រះឥសូរលោកឌុបភុនបានសន្និដ្ឋានថារូបនេះជារូបចាស់ដែលជិតចូលក្នុងរចនាបថសម្បូរព្រៃគុកតែភ្នួងសក់ឬក៏មួកបំពង់ជាលក្ខណៈនៃរចនាបថប្រាសាទអណ្ដែតនៅចុងសតវត្សទី7ដើមសតវត្សទី8មួយវិញទៀតនោះគឺបដិមាព្រះព្រំបច្ចុប្បន្នស្ថិតនៅសារមន្ទីរប្រវត្តិសាស្ត្រទីក្រុងហូជីមិញប្រភពពីលោកគ្រូសៀនសរុននៅឆ្នាំ2024បដិមានេះខូចខាតដោយបាក់ដៃទាំង4ដាច់ជើងខាងស្ដាំត្រឹមជង្គង់ជើងខាងឆ្វេងដាច់ត្រឹមភ្លៅឆែបច្រមុះនិងគិរីដាក់មកុដមានក្បាល4ជាតួព្រះព្រំបិទភ្នែកបង្ហាញពីកាយវិការស្ងប់ជុំវិញមកុដមានពាក់អង្កាំព័ទ្ធជុំវិញបើយោងតាមសិភៅវប្បធម៌អរិយធម៌ខ្មែររបស់លោកពុនឆាយឆ្នាំ2008បានបង្ហាញថាដៃទាំង4របស់ព្រះព្រំមានកាន់កេតនភ័ណ្ឌមានដូចជា
ថោស្លាបព្រាថាសខ្សែផ្កាំជូនកាន់ផ្កាឈូកជូនកាន់គម្ពីរវេទទាំង4តែម្ដងមានព្រះនាងសារស្វតិជាព្រះមហាសីនិងមានហង្សជាយានជំនិះដែលមានចំណុចសម្គាល់មួយចំនួនដូចជាមានពាសដោយផ្នត់សម្ពុតប្រឌិតបត់ទៅខាងឆ្វេងផ្នែកខាងមុខមានកន្ទុយត្រី2ជាន់និងមានខ្សែក្រវ៉ាត់វត្តពីលើសរុបមកតាមការសង្កេតរបស់យើងផ្នែកសំខាន់បដិមាដែលមានផ្នត់សម្ពុតប្រឌិតផ្នែកខាងមុខនៃសម្ពុតមានកន្ទុយត្រី2ជាន់ផ្នត់ខ្លីបែបនេះស្ថិតនៅលើផ្នែកវែងជានិច្ចបដិមានេះប្រហែលជាស្ថិតក្នុងរចនាបថឃ្លាំងពោលគឺស្ថិតនៅក្នុងចុងសតវត្សទី10ដើមសតវត្សទី11ក្រៅពីនេះនៅមានបដិមាករជាច្រើនទៀតដែលយើងមិនបានដឹងអំពីស្ថិរភាពរបស់វានាពេលបច្ចុប្បន្ននេះដូចជាសញ្ញលក្ខសីមាផ្នែកម្ខាងមានទេវរូបភេទប្រុសឈរឆ្លាក់ភ្ជាប់ទំពក់ទៅលើដំរីម្ខាងទៀតមានរូបស្ត្រីឈរពាក់មកុដជាសិល្បៈនៅក្នុងសម័យអង្គររូបលក្ស្មីមានដៃ4រាងកាច់ចង្កេះសម្ពុតវែងប្រហែលជារចនាបថមុនសម័យអង្គរថ្មគោលធ្វើអំពីថ្មភក់ពណ៌ក្រហមបានចុះបញ្ជីសារពើភ័ណ្ឌលេខ K 1831 C 54មាន4ជ្រុងនៅជ្រុងនីមួយៗមានរូបព្រះពុទ្ធប្រនិឆ្លាក់លឹបចូលទៅខាងក្នុងជ្រៅការតុបតែងលម្អគឺលក្ខណៈនៃរចនាបថបាយ័នក្រៅពីនេះនៅមានរូបតោជាច្រើនទៀតក៏ប៉ុន្តែក្រុមរបស់យើងខ្ញុំមិនបានលើកឡើងមកនោះទេសរុបសេចក្តីមកឃើញថាការសិក្សារបៀបនៃការរៀបចំប្លង់ធ្វើប្រាសាទដែលស្ថាបត្យករខ្មែរប្រើប្រាស់សម្ភារៈមានដូចជាថ្មភក់ថ្មបាយក្រៀមឥដ្ឋនិងឈើយើងអាចសន្និដ្ឋានបានថាប្រាសាទព្រះធាតុទឹកឆាគឺជាស្ថាបត្យកម្មមុនសម័យអង្គរពោលគឺប្រាសាទទឹកឆានេះគឺជាទីសក្ការៈបូជាតាំងពីសម័យមុនអង្គរសម័យអង្គរនិងសម័យក្រោយអង្គរបន្តរហូតដល់បច្ចុប្បន្នក៏ព្រោះតែយើងឃើញថារចនាបថនៃការធ្វើតួប្រាសាទដោយប្រើប្រាស់ឥដ្ឋបដិមាដែលស្ថិតនៅសម័យអង្គរហើយយើងឃើញមានបដិមាព្រះពុទ្ធរូបចូលបរិនិព្វានក្នុងសិល្បៈសម័យកណ្ដាលបច្ចុប្បន្នទោះថ្ងៃបុណ្យទានក្តីថ្ងៃធម្មតាក្តីបងប្អូនប្រជាពលរដ្ឋខ្មែរបានទៅលេងកម្សាន្តប្រាសាទនេះមិនចេះដាច់ព្រមទាំងអុជធូបសុំសេចក្តីសុខពីព្រះពុទ្ធរូបដែលតម្កល់នៅតួប៉មកណ្ដាលនៃប្រាសាទនេះវាជាទំនៀមទម្លាប់ដូនតាខ្មែរតាំងតែពីបុរាណកាលមកជាចុងក្រោយយើងខ្ញុំសូមសំណូមពរដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈក៏ដូចជាមន្ទីរទេសចរខេត្តកំពង់ចាមឲ្យមានការជួយរៀបចំជួសជុលប្រាសាទនេះឡើងវិញដើម្បីថែរក្សានូវកេរមរតកដូនតាខ្មែរដែលបានបន្សល់ទុកតាំងពីបុរាណនិងដើម្បីឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាបានច្រើនកកជាហេតុនាំឲ្យសេដ្ឋកិច្ចក្នុងសហគមន៍កើនឡើងបានមួយកម្រិតទៀតយើងខ្ញុំទាំងអស់គ្នាដែលជានិស្សិតប្រវត្តិវិទ្យាឆ្នាំទី3ចំនួនទី26មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញសូមអរគុណនិងសូមគោរពជូនពរបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមឲ្យមានសុខភាពល្អបញ្ញាវាងវៃជោគជ័យគ្រប់ភារកិច្ចសុខសុភមង្គលគ្រប់ក្រុមគ្រួសារសូមអរគុណនិងសូមអរព្រគុណ